វិធីសួរកូនដោយមិនបង្កើនសម្ពាធផ្លូវចិត្តការយកចិត្តទុកដាក់ចំពោះសុខទុក្ខក៏ដូចជាការសិក្សារបស់កូនគឺជារឿងចាំបាច់សម្រាប់អាណាព្យាបាលគ្រប់រូបទោះជាយ៉ាងណាក៏ដោយការសាកសួរនិងតាមដានដោយមិនបានគិតគូរពីសម្ពាធផ្លូវចិត្តកុមារនឹងធ្វើឲ្យពួកគេគេចវេសមិនចង់និយាយភាពអត់ធ្មត់និងការជ្រើសរើសពេលវេលាសមស្របគឺជាគន្លឹះដើម្បីជៀសវាងបញ្ហានេះតាមរយៈគេហទំព័រ All Saints បានបង្ហាញអំពីគន្លឹះក្នុងការថែទាំនិងការតាមដានអារម្មណ៍កុមារក៏ដូចជាការចោទជាសំណួរនិងការស្ដាប់ដោយយកចិត្តទុកដាក់ជៀសវាងសំណួរដែលបង្កការរំខានចិត្តអាណាព្យាបាលមានការស្ទាក់ស្ទើរក្នុងការសួរព្រោះបារម្ភអំពីការសួរនាំច្រើនបណ្ដាលឲ្យពួកគេកាន់តែមានអារម្មណ៍ធុញទ្រាន់និងគេចវេសមិនចង់និយាយជាមួយមិនចង់ឆ្លើយឆ្លងជាដើមអ្វីដែលកុមារអាចនឹងមានភាពធុញទ្រាន់គឺការសួរបែបបង្ខំឲ្យពួកគេឆ្លើយនិងនៅពេលពួកគេកំពុងរវល់ឬក៏ក្នុងស្ថានភាពមីញឹកឬក៏នៅសួរដេញដោយភាសាធ្ងន់និងសួរដេញដោយប្រើប្រាស់សំណួរពីរបីជាប់គ្នាជាដើមដែលទាំងនេះមិនជួយឲ្យកុមារអាចនិយាយចេញពីសម្ពាធក្នុងចិត្តបានទេជំនួសមកវិញគឺជាការបន្ថែមសម្ពាធដល់ពួកគេព្រោះកុមារនិងមនុស្សវ័យជំទង់ក៏ត្រូវការពេលវេលាបរិយាកាសផាសុកភាពនិងការគោរពឯកជនភាពដូចគ្នាដែរគួរតែសួរដោយភាសាទន់ភ្លន់និងនៅពេលពួកគេស្ងប់ចិត្តដូចជាសួរថាកើតអីមានអារម្មណ៍ម៉េចដែរលើប្រើប្រាស់វិធីសាស្ត្រសួរទៅតាមអាយុខុសគ្នារបៀបនិយាយក៏ត្រូវការប្រើភាសាខុសគ្នាដែរដូច្នេះការរៀបចំប្រភេទសំណួរមិនមែនមើលតែទៅលើស្ថានភាពឬក៏អាកប្បកិរិយារបស់កុមារឬមនុស្សវ័យជំទង់នោះទេប៉ុន្តែក៏សួរឲ្យស្របទៅតាមវ័យរបស់កុមារដែរឧទាហរណ៍កុមារនៅកម្រិតអាយុ5ឆ្នាំពួកគេអាចមិនទាន់បរិយាយអំពីភាពមិនសប្បាយចិត្តរបស់ពួកគេបាននៅឡើយដូច្នេះត្រូវការឲ្យអាណាព្យាបាលបង្កើតជាសាច់រឿងណាមួយដើម្បីជំរុញឲ្យពួកគេរៀនអនុវត្តតាមឬការប្រើប្រាស់ពីរូបភាពក្នុងការបង្ហាញជាគំរូដោយមានរូបតំណាងឲ្យភាពសប្បាយរីករាយឬរូបតំណាងឲ្យភាពក្រៀមក្រំអនុវត្តការស្ដាប់ដោយយកចិត្តទុកដាក់ការស្ដាប់មានឥទ្ធិពលក្នុងការបង្ខិតខ្លួនឲ្យកាន់តែជិតស្និទ្ធជាមួយកុមារឬមនុស្សវ័យជំទង់ហើយការសួរសំណួរគ្រាន់ជាពាក់កណ្ដាលនៃការដំណើរការប៉ុណ្ណោះការស្ដាប់ដោយយកចិត្តទុកកាន់តែសំខាន់ក្នុងដំណាក់កាលបន្ទាប់ព្រោះកុមារក៏ឆាប់ចាប់បានពីអារម្មណ៍នៃភាគីម្ខាងទៀតថាតើបានយកចិត្តទុកដាក់ចំពោះពួកគេកម្រិតណាអាណាព្យាបាលមួយចំនួនរហ័សក្នុងការដោះស្រាយនិងផ្ដល់យោបល់ភ្លាមបន្ទាប់ពីស្ដាប់បញ្ហានិងអារម្មណ៍របស់ពួកគេខណៈការស្ដាប់ដោយយកចិត្តទុកដាក់គឺជាចំណែកមួយជួយសម្រាលបន្ទុករបស់កុមារបានមួយផ្នែករួចស្រេចហើយ